รวมปราณវាលឿងស្បែកឡើងលឿងអញ្ចឹងណាហើយភ្នែកក៏លឿងអីក៏លឿងគេច្រើនតែជំរុញថាទៅជួឈាមមើលទៅគេលោវិការថ្លើមអញ្ចឹងណាហើយសម្រាប់ខ្ញុំពេលទៅជួឈាមមើលទៅវាឃើញថ្លើមមែនថ្លើមប្រភេទ B គេថាចិត្តពុលថ្លើមឡើងដល់2440ពេលនោះខ្ញុំកាត់សក់ឲ្យភ្ញៀវម្នាក់ពីរនាក់ដែរហើយទៅរហូតទៅវាឈរលេងចំជាប់អញ្ចឹងហើយទៅវាធ្វើចូលណៅយើងក្អួតឈរប្រហែលជាបាន1នាទីក្អួត1នាទី2នាទីក្រោយទៀតក្អួតទៀតខ្ញុំក៏សម្រេចចិត្តថាខ្ញុំជប់កាត់សក់ទៅខ្ញុំទាញម៉ូតូទៅជួឈាមមើលទៅណាហើយទៅឃើញរោគសញ្ញាថ្លើមអញ្ចឹងមែនចិត្តពុលឡើងខ្ពស់នៅក្នុងថ្លើមហ្មងឡើងលឿងស្បែកអីទាំងអស់មកលឿងទាំងអស់មកនិយាយទៅដំបូងគាត់ឲ្យឆ្នាំបញ្ចុះចិត្តពុលហើយទៅខ្ញុំក៏ទទួលទានធម្មតាអីធម្មតាទៅរហូតដល់ខ្ញុំឃើញលីវ៉ាវ៉ាឡែនក្នុងផ្សាយខ្ញុំសាកមើលសាកល្បងឃើញប្រព័ន្ធ Facebook តែម្ដងខ្ញុំក៏សម្រេចចិត្តថាខ្ញុំសាកមើលខ្ញុំនឹកឃើញចាប់អារម្មណ៍លីវ៉ាវ៉ាឡែនដោយសារគាត់ជាខ្លាញ់ខ្ញុំខ្លាំងគាត់ធ្វើបានអីក៏បានជាបានខ្ញុំក៏ចាប់អារម្មណ៍ពីព្រោះគាត់ជាហើយអញ្ចឹងខ្ញុំសាកល្បងពីវគ្គដំបូងបានមកជុត5កំប៉ុង$180បានកំប៉ុងទៅជួឈាមអស់6ចូលចំនួន3ខែដល់ពេលចូលចំនួន3ខែខ្ញុំទៅជួឈាមអាសាទៀតគេថាអស់ហើយការរបស់ការអេផលខានរបស់យើងគឺបាត់តាមដែរបាត់យូរទៅបាត់ឯងហ្មងបាទបាត់ដោយស្វ័យប្រវត្តិនេះមានតែលោកគ្រូនេះជួ2ដង3ដងព្រោះជួម្ដងទៅលោកគ្រូថាអស់ហើយឡើងនឹងអស់ហើយទៅគាត់សុំឲ្យជួមើលមួយទៀតគឺគេហៅថាពូជពងថ្លើមមកអញ្ចឹងtôiខ្ញុំសម្រេចចិត្តទៅជួទៀតលទ្ធផលចេញមកពូជថ្លើមគឺលែងមានហើយគេនិយាយអញ្ចឹងណាមានអារម្មណ៍រំភើបដែរព្រោះវាជាមេរោគមួយប្រវត្តិជាបាលអតិជនទាំងអស់បើសិនជាមានជំងឺថ្លើមមិនថាប្រភេទ3ប្រភេទអីទេគឺសុំជាវយកលីវ៉ាវ៉ាឡែនទៅល្អប្រើដឹងប្រសិទ្ធភាពពិតក៏ពិតជារក្សាលីវ៉ាវ៉ាឡែនជារក្សាលីវ៉ាវ៉ាឡែនហ្នឹងជាផុសតាងដែរសម្រាប់ខ្ញុំប្រាប់ថាគឺជួឈាមបានសម្រាប់មែនថាគឺជាដាច់ហើយតែបងអត់ប្រើឆ្នាំផ្សេងទេអត់ទេគឺអត់ប្រើឆ្នាំណាទាំងអស់ខ្ញុំមកអានេះបានជួលបងហ្នឹងបាទអត់ជួលទេជួលមិនមានពីណាតនីជួលគេហ្នឹងមក